ក្តីប្រកាសរបស់ធនាគារជាតិនៃកម្ពុជាដែលចេញយប់នេះគឺមិនបានធានាសន្តិសុខនិងសុវត្ថិភាពរបស់ប្រជាជននៅកម្ពុជាដែលមាន account នៅធនាគារដូចជាធនាគារ Prince នោះទេសេចក្តីប្រកាសរបស់ធនាគារជាតិនៃកម្ពុជាគ្រាន់តែជាសម្ដីស្រាលជាងសម្លៃទៅទៀតប្រជាជននៅកម្ពុជាបាត់បង់ទំនុកចិត្តដោយសារភ្ញាក់ផ្អើលយ៉ាងខ្លាំងអំពីប្រព័ន្ធចោរកម្មនិងប្រព័ន្ធអ ுக ្រិតកម្មដែលផ្ទុះដោយក្របបែកបរមាណូនៅក្នុងពិភពលោកដែលជនប្រព្រឹត្តនៅបទល្មើសនោះបានលាក់មុខក្រោមឃ្លាករបស់មេដឹកនាំកម្ពុជានៅកម្ពុជាជននោះជាទីប្រឹក្សាជាម្ចាស់មុខរបររាប់ពាន់លាននៅកម្ពុជាជននោះប្រើប្រាស់មុខរបររបស់ខ្លួននៅកម្ពុជាប្រព្រឹត្តចោរកម្មនិងអក្រិតកម្មអនឡាញដ៏មហាធំធនាគារជាតិនៃកម្ពុជាធ្វើកិច្ចការយឺតហើយអត្ថប្រយោជន៍សេចក្តីប្រកាសដែលចេញផ្សាយនោះមិនអាចនឹងជួសជុលឬពង្រឹងជំនឿទុកចិត្តរបស់ប្រជាជនដែលមាន account នៅក្នុងធនាគារដែលជាប់ពាក់ព័ន្ធនឹងចោរកម្មនិងអក្រិតកម្មនោះទេអត់អាចជឿទុកចិត្តបានទេដូច្នេះហើយវាជារឿងដែលមិនអាចមានប្រយោជន៍អ្វីឡើយបុគ្គលឈ្មោះច័ន្ទស៊ីជាទីប្រឹក្សាជាន់ខ្ពស់របស់លោកហ៊ុនសែនលោកហ៊ុនម៉ាណែតជាប្រធាននៃក្រុមហ៊ុនយក្ស Conglomerate ដែលមានមុខរបររាប់រយយ៉ាងនៅកម្ពុជារួមទាំងក្រុមហ៊ុនហិរញ្ញវត្ថុនិងធនាគារច្រើនកន្លែងនៅកម្ពុជាបុគ្គលដែលជាមេខ្លោងឈ្មោះច័ន្ទស៊ីនេះគឺស្ថិតនៅក្នុងប្រទេសកម្ពុជាហើយមេដឹកនាំអ្នកកាន់អំណាចនៅកម្ពុជាតែងតែទុកឲ្យមេខ្លោងម្នាក់នេះប្រព្រឹត្តអំពើច្រើនយ៉ាងនៅក្នុងប្រទេសកម្ពុជាដែលប៉ះពាល់ដល់ពិភពលោកដល់កើតរឿងពីថ្ងៃទី14ខែតុលាមកក៏រាជការនិងអ្នកកាន់អំណាចនៅកម្ពុជាមិនឆ្លើយតបភ្លាមទៅនឹងបញ្ហានឹងទេណាមិនឆ្លើយតបភ្លាមទៅនឹងបញ្ហានឹងទេក៏បែរជាបណ្ដែតបណ្ដោយអស់4ថ្ងៃកន្លងមកហើយក៏ឲ្យជននោះលាក់ខ្លួនបាត់ទៅភ្នែកពិភពលោកកលេចមើលដឹងថាយ៉ាងណាដឹងតាបងប្អូនឥឡូវនេះធនាគារជាតិនៃកម្ពុជាចេញសេចក្តីប្រកាសមកស្រាលជាងសម្លៃទៀតតើឲ្យប្រជាជនលោកមានជំនឿទុកចិត្តដូចម្ដេចគាត់មកប្រាប់ថាគេមិនអត់លុយបើកឲ្យទេកាលណាប្រាប់ថាគេស៊ើបអង្កេតហើយប្រជាជនទុកចិត្តទេចម្លើយថាអត់ទុកចិត្តទេបើអត់ទុកចិត្តទេគឺប្រជាជនគ្មានជំនឿកាលណាប្រជាជនគ្មានជំនឿប្រជាជនមិនអាចបណ្ដែតបណ្ដោយឲ្យលុយរបស់គាត់បាត់ទេនេះគឺជាអ្វីដែលរាជការគួរណាស់តែដឹងដូច្នេះសេចក្តីប្រកាសអស់នេះមិនមានអ្វីណាមិនមានអ្វីដែល
អាចឲ្យប្រជាជនទុកចិត្តបានទេនៅពេលដែលមេខ្លោងចោរកម្មនិងអក្រិតកម្មនៅកម្ពុជាកិច្ចរួចយ៉ាងស្រួលដូចជាឧទាហរណ៍នៅពេលថ្មីនេះគេបាននាំកូរ៉េខាងត្បូងទៅមើលមជ្ឈមណ្ឌល scam នៅខេត្តតាកែវគេឲ្យទៅមើលអាគារដែលគេមិនប្រកាសថាអាគារហ្នឹងអ្នកណាសាងសង់អ្នកណាជាម្ចាស់ដីអ្នកណាជាម្ចាស់អាគារម្ចាស់ដីនិងម្ចាស់អាគារគឺជាមនុស្សមានឥទ្ធិពលបងប្អូនដឹងហើយបន្ទាប់មកទៀតគេឲ្យកូរ៉េទៅមើលតុកគេឲ្យកូរ៉េទៅមើលតុកទៅមើលអាគារទៅមើលខ្សែអ៊ីនធឺណិតគេគ្រាន់តែឲ្យមើលអញ្ចឹងតាបងប្អូនគេគ្រាន់តែឲ្យមើលអញ្ចឹងតាណាតើកូរ៉េវាជឿដែរចម្លើយឆ្លើយថាកូរ៉េវាអត់ជឿទេណាចុះបើវាអត់ជឿឲ្យវាធ្វើម៉េចវាត្រូវងាកទៅតាក់ទងនឹងអាមេរិកអឺរ៉ុបជប៉ុនថៃចិនវៀតណាមប្រទេសដទៃដើម្បីវាធ្វើការរបស់វាពីព្រោះវាដឹងថារាជការកម្ពុជាមិនធ្វើការតាមវិធីអនុវត្តបង្ក្រាបអ ுக ្រិតកម្មទេវាអត់ជឿទេបងប្អូនDVS អើយខ្ញុំនិយាយប្រាប់ទៅចុះណាខ្ញុំមិនបន្ទោសទេបើជឿធីសវណ្ណថាមានន័យថា DVS ឯងប្រភេទធីសវណ្ណថាមានន័យថា DVS ឯងប្រភេទហ្នឹងអញ្ចឹងងើបមិនរួចទេ DVS មិនបាច់មកមើលខ្ញុំទេងើបមិនរួចមនុស្សដែលឲ្យតម្លៃទៅលើអ្វីដែលធីសវណ្ណថាផុសឲ្យតែមើលគឺមនុស្សនឹងខួរក្បាលវាអន់ដូចធីសវណ្ណថាអញ្ចឹង DVS ឯងយកមកប្រាប់ខ្ញុំមិនជួយខ្ញុំអីទេគាត់តែជួយថា DVS ឯងប្រភេទហ្នឹងដូចខ្ញុំប្រាប់គិរីរំអញ្ចឹងអង្គបុកតពោកហៃតបាចកុំយកមកប្រាប់ខ្ញុំបើយកមកប្រាប់ខ្ញុំគឺខួរក្បាលអ្នកមកប្រាប់ខ្ញុំហ្នឹងគឺប្រភេទហ្នឹងខ្ញុំមិនដែលនិយាយពីចោលគ្រឿងញៀនទេពីព្រោះអីខ្ញុំមិនមែនជាប្រភេទគ្រឿងញៀនខ្ញុំអត់និយាយរឿងចោលផាត់ទេព្រោះខ្ញុំមិនមែនប្រភេទហ្នឹងអញ្ចឹងខ្ញុំបបួល DVS ឯងឲ្យ upgrade ខួរក្បាលពិភពនៅក្នុងប្រទេសកម្ពុជាមានមនុស្សរាប់លានអ្នកមានប្រយោជន៍ច្រើនណាស់វាមិនបានតែឈួតជាមួយធីសវណ្ណថាហើយយកមកប្រាប់ខ្ញុំមានន័យថាខួរនៅទៀតគុណភាពវានៅទៀតអញ្ចឹងខ្ញុំនិយាយដោយសេចក្តីស្រឡាញ់ upgrade ខួរនឹងឡើងកុំឲ្យទៀតពេកហើយកុំនិយាយប្រាប់ខ្ញុំណាបើខ្ញុំឃើញថ្ងៃក្រោយខ្ញុំប្រាប់ម្ដងទៀតតែ3ដងខ្ញុំដេញចាញ់ខួរវាទៀតពេកគុណភាពវាទៀតពេកអូខេអាហ្នឹងអញ្ចឹងអ្វីតែផ្សាយដោយធនាគារជាតិនៃកម្ពុជាអត់មានស្រោចស្រង់ជំនឿប្រជាជនប្រើប្រាស់ធនាគារជាតិនៃកម្ពុជានិងប្រើប្រាស់ធនាគារលក់រាយនៅកម្ពុជាទេអត់ទេចោរកម្មអក្រិតកម្មនេះធំណាស់បើកម្ពុជាមេដឹកនាំលោកមិនបញ្ញាប់ធ្វើកិច្ចការទេគឺប្រទេសកម្ពុជាចូលដល់ផ្លូវបំបែកធំមួយណាចូលដល់ផ្លូវបំបែកធំមួយប្រទេសកម្ពុជាចូលដល់ផ្លូវបំបែកធំមួយអូខេប្រទេសកម្ពុជាចូលដល់ផ្លូវបំបែកធំមួយដែលផ្លូវបំបែកធំមួយនេះអូខេណាដែលផ្លូវបំបែកធំមួយនេះគឺជាចំណុចណាគឺជាចំណុចដែលអ្នកកាន់អំណាចនៅកម្ពុជាគាត់ដឹងហើយតែគាត់មិនខ្លាចប៉ុន្តែប្រជាជនបាត់បង់នៅជំនឿលើធនាគារហើយមាននៅចក្រភពអង់គ្លេសនៅទីក្រុងឡុងនោះអង្គនឹងប្រជាពលរដ្ឋឬអតិថិជនធនាគារ Prince សម្រាប់ដកលុយចេញពីធនាគាររបស់អ្នកអង្គការ Gen Z ដែលរងការដាក់ទណ្ឌកម្មពីអាមេរិក
เนื่องจากกับพวกอังเลได้បង្កទ្រព្យសម្បត្តិរបស់ក្រុមហ៊ុននេះរហូតដល់ទៅ$16,000 លានដែលគ្រាន់តែ Bitcoins ដែលជារូបិយវត្ថុ Electronic Bitcoins ហ្នឹង$15,000 លានហើយនឹង$1,000 លានទៀតគឺជាអចលនទ្រព្យដែលមាននៅចក្រភពអង់គ្លេសនៅទីក្រុងឡុងនោះអញ្ចឹងទៅធ្វើឲ្យអតិថិជននៅក្នុងធនាគារ Prince ដែលជាសាខាបណ្ដាញរបស់អ្នកអង្គការនេះគាត់មានភាពរំជើបរំជួលហើយអ្នកដែលមានលុយច្រើនជាការពិតគាត់បារម្ភអញ្ចឹងនៅណាក៏ដូចនៅណាដែរបើយើងមានលុយដាក់នៅក្នុងធនាគារមួយហើយស្រាប់ដល់ពេលគេប្រាប់មកថាធនាគារអតិថិជនធនាគារ Prince សម្រាប់ដកលុយចេញពីធនាគាររបស់អ្នកអង្គការ Gen Z ដែលរងការដាក់ទណ្ឌកម្មពីអាមេរិកនិងចក្រភពអង់គ្លេសដែលបង្កទ្រព្យសម្បត្តិរបស់ក្រុមហ៊ុននេះរហូតដល់ទៅ$16,000 លានដែលគ្រាន់តែ Bitcoins ដែលជារូបិយវត្ថុ Electronic Bitcoins ហ្នឹង$15,000 លានហើយនឹង$1,000 លានទៀតគឺជាអចលនទ្រព្យដែលមាននៅចក្រភពអង់គ្លេសនៅទីក្រុងឡុងនោះអញ្ចឹងទៅធ្វើឲ្យអតិថិជននៅក្នុងធនាគារ Prince ដែលជាសាខាបណ្ដាញរបស់អ្នកអង្គការនេះគាត់មានភាពរំជើបរំជួលហើយអ្នកដែលមានលុយច្រើនជាការពិតគាត់បារម្ភអញ្ចឹងនៅណាក៏ដូចនៅណាដែរបើយើងមានលុយដាក់នៅក្នុងធនាគារមួយហើយស្រាប់ដល់ពេលគេប្រាប់មកថាធនាគារហ្នឹងរងការទណ្ឌកម្មបង្កទ្រព្យអីអញ្ចឹងតើគ្នាមិនជួលច្បល់តែយ៉ាងណាធនាគារ Prince បានចេញសេចក្តីថ្លែងការណ៍ថ្ងៃនេះចេញជាបន្តហើយគាត់សេចក្តីថ្លែងការណ៍ពី Facebook របស់ធនាគារ Prince និយាយអញ្ចឹងអ្នកណាទៅតងនឹងប្រជាពលរដ្ឋឬអតិថិជនថាធនាគារ Prince កំពុងតែត្រួតពិនិត្យតាមអ្នកណាជឿប្រព័ន្ធចោលបងប្អូនជឿប្រព័ន្ធចោលដែរណាបៃតាសហគ្រាស Prince បៃតាសម្ព័ន្ធឈ្មោះវាចិនស៊ីហៅ Vincent វាជាមេចៅពិភពលោកថ្នាក់ពិភពលោកវាជាមេចៅថ្នាក់ពិភពលោកវាជាប់ចោតវាមានតែជាប់ចោតលើកទី1វាជាប់ចោតយើងដឹងហើយតែវាអត់មានទោសប៉ុន្តែវាកិច្ចបាត់អញ្ចឹងអាកូនធនាគារបរិស័ទ Prince ហ្នឹងវាចាញ់សេចក្តីប្រកាសយើងជឿវាដែរមើលបងប្អូនឆ្លើយមកយើងជឿវាដែរអំផ្លូវច្បាប់និងរកយុទ្ធសាស្ត្រសម្រាប់ការដកឈ្មោះធនាគារនេះចេញពីទណ្ឌកម្មនៃការិយាល័យត្រួតពិនិត្យទ្រព្យសកម្មបរទេសនៃក្រសួងរដ្ឋាភិបាលសហរដ្ឋអាមេរិក OFAC ហើយអ្វីដែលធនាគារនេះគេបញ្ជាក់ថាក្រុមប្រឹក្សាពិបាលនឹងតែងតាំងក្រុមអ្នកប្រឹក្សាច្បាប់អន្តរជាតិដែលមានបទពិសោធន៍ដើម្បីធ្វើការពិនិត្យយ៉ាងស៊ីជម្រៅលើទណ្ឌកម្មនេះយើងបានណែនាំឲ្យគណៈគ្រប់គ្រងចូលរួមចុះជាប់ជាមួយនឹងអាជ្ញាធរពាក់ព័ន្ធនាយកករនិងទីប្រឹក្សាដើម្បីរៀបចំអនុវត្តផែនការផ្លូវការសម្រាប់ការដកឈ្មោះធនាគារចេញពីបញ្ជីទណ្ឌកម្មឲ្យបានលឿននិងមានប្រសិទ្ធភាពតាមដែលអាចធ្វើទៅបានកុហកខ្ញុំមិនដឹងថាតើអ្នកច្បាប់របស់ធនាគារ Prince ដែលជាអ្នកច្បាប់ប្រឹក្សាអន្តរជាតិនឹងមានបទពិសោធន៍ឬក៏ថ្មីមាត់ឬក៏អធិបុលប៉ុណ្ណាទេខ្ញុំជឿថានៅពេលដែលអធិបុលនៃការដែលធ្វើឲ្យជនរងគ្រោះនៅលើពិភពលោករាប់លានអ្នកហើយរដ្ឋាភិបាលពីរគុំគ្នាដើម្បីដាក់ទណ្ឌកម្មបែបនេះយន្តការច្បាប់នេះគឺជាការប្រឹងប្រែងដើម្បីលើកទឹកចិត្តអតិថិជនមែនហើយប៉ុន្តែមិនមែនជារឿងងាយស្រួលទេបងប្អូនមុខដែលដាក់មួយមួងណាបែបនេះហើយគឺយកមកលៀងវិញហ្នឹងគឺពិបាកណាស់ហើយគ្រាន់តែថាធនាគារ Prince នេះគឺមានប្រធានក្រុមប្រឹក្សាពិបាលធនាគារ Prince លោកហ៊ុនសុរចនានេះក៏ថ្លែងសារបែបនេះដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋកុំឲ្យនាំគ្នាសម្រុកទៅដកប្រាក់អីអញ្ចឹងឲ្យទុកចិត្តធនាគារបងប្អូនបើធនាគារ Prince ដួលធនាគារដទៃទៀតហ្នឹងក៏មិនប្រកាសថានៅឈរជើងបានព្រោះធនាគារ Prince នេះគឺជាមានលុយច្រើនណាស់ព្រោះដោយសារលុយដែលលោក Gen Z យើងដឹងហើយទ្រព្យគាត់គ្រាន់តែ Bitcoin $15,000 ចុះតម្រាំតាក្រុមអចលនទ្រព្យគាត់ណាប្រព័ន្ធជួញដូរឆបោកអនឡាញនៅក្នុងមួយឆ្នាំនៅក្នុងកម្ពុជាខ្ញុំបាននិយាយថាលោក Gen Z ម្នាក់ព្រោះមានជាប់ចោតតាមលោកអង្គការលីយ៉ុងផាត់មានលោកកុកអានមានលោកហ៊ុនតូអីមកកណ្ដោទៀតណាគឺមាន12 លានកន្លះ12,000 លានកន្លះគឺពាក់កណ្ដាលនៃ GDP របស់ខ្មែរទៅហើយដែលគាត់ថាមួយឆ្នាំដែលបានចំណូលពីការឆបោកដូច្នេះរឿងនេះគឺពិបាកនឹងឲ្យអ្នកណាសម្អាតខ្លួនចេញពីការបង្កទ្រព្យនេះណាអាចផ្ដាច់ធនាគារនេះចេញបានប៉ុន្តែតើប្រព័ន្ធហិរញ្ញវត្ថុនឹងនៅស្មុគស្មាញប៉ុណ្ណាតងនឹងប្រជាពលរដ្ឋឬអតិថិជនធនាគារ Prince សម្រាប់ដកលុយចេញពីធនាគាររបស់អ្នកអង្គការ Gen Z ដែលរងការដាក់ទណ្ឌកម្មពីអាមេរិកនិងចក្រភពអង់គ្លេសដែលបង្កទ្រព្យសម្បត្តិរបស់ក្រុមហ៊ុននេះរហូតដល់ទៅ$16,000 លានដែលគ្រាន់តែ Bitcoins ដែលជារូបិយវត្ថុ Electronic Bitcoins ហ្នឹង$15,000 លានហើយនឹង$1,000 លានទៀតគឺជាអចលនទ្រព្យដែលមាននៅចក្រភពអង់គ្លេសនៅទីក្រុងឡុងនោះអញ្ចឹងទៅធ្វើឲ្យអតិថិជននៅក្នុងធនាគារ Prince ដែលជាសាខាបណ្ដាញរបស់អ្នកអង្គការនេះគាត់មានភាពរំជើបរំជួលហើយអ្នកដែលមានលុយច្រើនជាការពិតគាត់បារម្ភអញ្ចឹងនៅណាក៏ដូចនៅណាដែរបើយើងមានលុយដាក់នៅក្នុងធនាគារមួយហើយស្រាប់ដល់ពេលគេប្រាប់មកថាធនាគារហ្នឹងរងការទណ្ឌកម្មបង្កទ្រព្យអីអញ្ចឹងតើគ្នាមិនជួលច្បល់តែយ៉ាងណាធនាគារ Prince បានចេញសេចក្តីថ្លែងខ្ញុំសូមជម្រាបថាបើលោកអ្នកសួរខ្ញុំថាណាបើលោកអ្នកសួរខ្ញុំថាធនាគារមួយនៅអាមេរិកដែលជាប់ដែលម្ចាស់ណាដែលម្ចាស់ដែលមេធំរបស់ក្រុមធនាគារឬក៏មេធំរបស់សម្ព័ន្ធធនាគារនេះជាប់នឹងចោរកម្មអ ក្រិតកម្មអនឡាញតើខ្ញុំដែលមាន account នៅក្នុងធនាគារនោះធ្វើម៉េចខ្ញុំសុំឆ្លើយឲ្យច្បាស់ថាខ្ញុំទៅដកលុយចេញពីធនាគារនឹងឲ្យអស់បិទ account ហើយខ្ញុំដើរចេញចង់ឪធនាគារនៅស្រុកអាមេរិកម៉ែធនាគារនៅស្រុកអាមេរិកចង់ឪលោក Donald Trump ម៉ែលោក Donald Trump ជីតាលោក Donald Trump ចេញប្រកាសក៏ខ្ញុំអត់យកគូតខ្ញុំទៅស្ដាប់ដែរខ្ញុំទៅដកលុយចេញឲ្យអស់បិទ account ដើរចេញ
នេះនៅសហរដ្ឋអាមេរិកដូច្នេះហើយធនាគារជាតិនៃកម្ពុជាចេញกระดาษប៉ុយមួយចេញជាដីថ្លែងការស្រាលជាងសម្លៃតែធ្វើតាមមេនៅពីលើហើយមេនៅពីលើហ្នឹងទីប្រឹក្សាកម្ពុជារបស់គាត់ហ្នឹងគឺឈ្មោះ Gen Z ហើយ Gen Z ហ្នឹងកំពុងតែកិច្ចខ្លួនក្រោមឃ្លាមេដឹកនាំនៅកម្ពុជាហើយ Gen Z ហ្នឹងគឺជាប្រមុខនៃសម្ព័ន្ធ Prince ដែលសម្ព័ន្ធ Prince ហ្នឹងណាបើសម្ព័ន្ធ Prince ហ្នឹងវាជាប់តាក់ទងប៉ុណ្ណាណីនៅក្នុងពិភពលោកមកវានៅអាមេរិកខ្ញុំដកលុយចាញ់អស់អូខេសូនឡុងស៊ីក្មួយឯងសួរនេះណាចាត់ក្មួយឯងវាមានជាតិពុកអលួយក្នុងហ្នឹងក្មួយឯងជាពាក់លុយចោលក្មួយឯងឆ្លើយខ្លួនឯងបើសិនជាចោលហ្នឹងវាចាញ់មុខមកសំពងក្មួយឯងសងលុយវាទេសំណួរនេះគឺសំណួរមនុស្សដែលជាប់ចម្ពាក់នឹងចោលក្មួយឯងសួរនេះណាក្មួយឯងគិតថាបើក្មួយឯងចម្ពាក់លុយចោលហើយចោលហ្នឹងគេកំពុងតែរកចាប់វាក្មួយឯងអត់សងលុយវាឆ្លើយខ្លួនឯងក្មួយឯងកិច្ចរួចទេណាសូនឡង់សេ